បងប្អូនអរគ្នាបាទខ្ញុំមានវីដេអូថ្មីដើម្បីចែករំលែកបងប្អូនបាទអ្នកដែលចូលចិត្តដើរព្រៃអញ្ចឹងណាឥឡូវមកមើលវីដេអូនេះទាំងអស់គ្នាអ្នកដែលចូលចិត្តដើរព្រៃបាទនេះបងប្អូនបាទគេចង់ប្រាប់ថាសម្រាប់បងប្អូនដែលចូលចិត្តដើរព្រៃអីណាបើសិនជាមានតែកូនក្បិតអីអញ្ចឹងណាហើយយើងមិនអាចពូអស់ធំបានទេមែនអត់បងប្អូនយើងអាចពូអស់តែធំបានទេដោយសារតែក្បិតយើងតូចអញ្ចឹងណាឥឡូវគេមានវិធីសាស្ត្របាទដើម្បីធ្វើឲ្យអស់នឹងបែកអញ្ចឹងណាបាទគឺយើងមានតែធ្វើអញ្ចឹងឯងបាទដើម្បីបានអស់នឹងឲ្យវាបែកចេញពីគ្នាអញ្ចឹងណាបងប្អូនបាទគឺមួយយ៉ាងដែរបងប្អូនបាទយើងមិនចាំបាច់រកក្បិតអីដែលធំអីទេឥឡូវនេះគឺវិធីផ្សេងទៀតហើយបងប្អូនបាទឥឡូវយើងមកមើលថាគេធ្វើវិធីអីឲ្យប្រកបបាទយើងទៅមើលទាំងអស់គ្នាដោយសារតែខ្ញុំអត់ទាន់ដឹងដែរទេថាគេធ្វើអីទេហើយទៅមើលសិនបាទឥឡូវគេមានអស់ចំនួន3កណាត់បងប្អូនបាទហើយគេចងជាមួយនឹងខ្សែអញ្ចឹងណាឥឡូវនេះគេធ្វើអីគេបាទអូគេធ្វើប៉ៅអ៊ីអង្គុយបងប្អូនអស់នេះបាទនេះគេធ្វើសម្រាប់អង្គុយអញ្ចឹងណាវាមួយយ៉ាងដែរសម្រាប់អ្នកចូលចិត្តដើរព្រៃអញ្ចឹងទៅបាទគឺធ្វើអញ្ចឹងទៅអាចអង្គុយបានហើយឥឡូវនេះអូខ្ញុំគិតទុកមុនបងប្អូនថាខ្ញុំគិតថាគេយកទៅធ្វើជាមួយនឹងកបិតហ្មងម្រោកំប៉ុងហ្នឹងខ្ញុំគិតថាអូវាយកទៅពូអស់ទៅបងប្អូនអូកបិតមែនតាខ្ញុំថាគេយកធ្វើកបិតហើយច្រឡំបាទយើងអាចជំនួសកបិតយើងបានប្រហែលជា30-40% ដែរបងប្អូនបាទអាចប្រើការបានតិចតួចវាមិនទៅជំនួសបានច្រើនទេបាទដោយសារតែបានតែរបស់ណាទុនអញ្ចឹងណាឥឡូវនេះគឺជាដេកកេះបងប្អូនបាទដេកកេះអញ្ចឹងដេកកេះនេះវាបែកបាត់ហើយអញ្ចឹងវាអស់គេអស់អីហើយបាទវានៅតែថ្មទេបងប្អូនបាទវានៅតែថ្មទេបាទអូអានេះយកគូសឲ្យចុំឆេះស្រួលមែនអាស្លឹកនេះនេះដើមនេះឆេះស្រួលមែនវាមិនងាយទេចុំធ្វើគេទៀតហ្នឹងគេប្រាប់អូខ្ញុំគិតថាគេរុំធ្វើជាដបជំនួសដបហ្នឹងនេះម៉ែនតែធ្វើអញ្ចឹងហើយបាទប៉ុន្តែនេះយើងចំណាយស្កុតតិចបងប្អូនប៉ុន្តែអាចប្រើការបានបងប្អូនគេចង់មានន័យថាម៉េចហ្នឹងអូយើងចង់មួលទុកចឹងបងប្អូនបាទចង់មួលទុកចង់ប្រើការអីទៅយើងធ្វើជាមួយថង់ហ្នឹងអញ្ចឹងណាមួយយ៉ាងមកគាត់ដែរបងប្អូនអាចដាក់តាមខ្លួនយកទៅហូបអីចឹងទៅបងប្អូនឥឡូវនេះគេមានឈើគូសប៉ុន្តែគេអស់ឈើគូសគឺវិធីងាយគឺមានតែទឹកនឹងឯងបងប្អូនបាទយើងអាចយកចំណាំងផ្លាត់របស់វាយូរទៅវាកាត់ខ្លាច់ជាភ្លើងបងប្អូនបាទអញ្ចឹងហើយគឺទឹកក្នុងឡានគឺគេប្រយ័ត្នខ្លាំងមែនទែនគឺឥឡូវគឺវីដេអូយើងដល់ទីបញ្ចប់ហើយបងប្អូនអរគ្នាបាទវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរកុំភ្លេចជួយចុច like ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីនៅវីដេអូក្រោយទៀតបាយបងប្អូនអរគ្នា